Why do we need to study grammar? Hello everyone, welcome to English for Khmer with me, Mr. Thoi. សួស្តីបងប្អូនស្វាគមន៍មកកាន់ភាសាអង់គ្លេសសម្រាប់ខ្មែរថ្ងៃនេះខ្ញុំមានសំណួរមួយយកមកចែករំលែកក៏ដូចជាឆ្លើយជូនដល់អ្នកគ្នាដែលសំណួរនោះដូចអ្នកគ្នាបានឃើញនៅលើក្តារខៀនអញ្ចឹងគ្នាយើងដែលចេះអានអាចរៀនអានបានណាអញ្ចឹងជាសំណួរ Why do we need to study grammar grammar នៅទីនេះគឺខ្ញុំចង់សំដៅដល់ English grammar វេយ្យាករណ៍ភាសាអង់គ្លេសណាដោយសារតែវីដេអូទាំងអស់នេះគឺខ្ញុំចែករំលែកជាមួយដល់អ្នកគ្នាអំពីវិធីសាស្ត្រឬក៏របៀបនៃការរៀនភាសាអង់គ្លេសហើយយើងនឹងមានមេរៀនថ្មីជាច្រើនទៀតដើម្បីពង្រឹងនៅសមត្ថភាពភាសាអង់គ្លេសរបស់យើងអូខេអញ្ចឹងដើម្បីឆ្លើយសំណួរថា Why do we need to study English grammar ឬក៏ Why do we need to study grammar ខ្ញុំមាន2ចំណុចឬក៏ចម្លើយចំនួន2ដើម្បីចែករំលែកជាមួយនឹងអ្នកគ្នាដែលចម្លើយនេះខ្ញុំរៀនមកពីគ្រូរបស់ខ្ញុំដូចគ្នាដែរទេចម្លើយទី1ណា It is the art of speaking or writing correctly អូខេដល់គ្នាអាចអានបានណា It is the art of speaking or writing correctly អញ្ចឹងអ្នកដែលចេះភាសាអង់គ្លេសប្រហែលជាអាចយល់នៅអត្ថន័យនៃចម្លើយហ្នឹងឯងណាអញ្ចឹងអូខេឥឡូវដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមបកប្រែណាប្រយោគឬក៏សំណួរខាងលើជូនដល់អ្នកគ្នាសិនហើយជាពិសេសបងប្អូនដែលទើបតែចាប់ផ្ដើមរៀនភាសាអង់គ្លេសឬក៏រៀនបានខ្លះហើយក៏ប៉ុន្តែចង់ពង្រឹងភាសាអង់គ្លេសរបស់ខ្លួនបន្ថែមទៀតអញ្ចឹង why នេះគេហៅថា WA question មានន័យថាហេតុអ្វី do នេះគឺជាពាក្យដែលដាក់មកដើម្បីជាបង្កើតនៅប្រយោគសំណួរហើយកិរិយាសព្ទចម្បងឬក៏កិរិយាសព្ទសំខាន់នៅក្នុងប្រយោគគឺ need មានន័យថាត្រូវការណាត្រូវការ to study grammar កន្លែងនេះវាយើងអាចនិយាយបានថាវាគឺជាកម្មបទអូខេអញ្ចឹងជាន័យរួមនៅក្នុងភាសាខ្មែរយើងថាហេតុអ្វីបានជាយើងចាំបាច់រៀនវេយ្យាករណ៍អញ្ចឹងបងប្អូនអាចនឹងដឹងហើយយើងរៀនវេយ្យាករណ៍អត់ស្រួលទេអាចនឹងពិបាកហើយជាពិសេសយើងត្រូវការប្រើប្រាស់ខួរក្បាលរហូតដល់មានអ្នកខ្លះគាត់គិតថារៀនអង់គ្លេសមិនបាច់ចាំរៀនវេយ្យាករណ៍ក៏បានដែរអូខេខ្ញុំមិនទៅវិនិច្ឆ័យឬក៏ទៅចែករំលែកឬក៏ហាមទាំងអស់គ្នាថាគួររៀនឬក៏មិនរៀនអត់និយាយដល់ហ្នឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកទាំងអស់ជាមួយទាំងអស់គ្នាគឺហេតុអីបានជាយើងចាំបាច់រៀនណាមិនបាច់ចាំនិយាយថារៀនឬក៏មិនរៀនទេតែគ្រាន់ចង់ដឹងថាហេតុអីបានជាយើងរៀនបើរៀនយើងរៀនដើម្បីអីអូខេអញ្ចឹងជាចម្លើយ It is the art of speaking or writing correctly អញ្ចឹងពាក្យថា speak ទៅជា speaking write ទៅជា writing មូលហេតុអីបានជា speak ទៅជា speaking អ្នកដែលរៀនវេយ្យាករណ៍ក៏ដឹងហើយនេះដោយសារតែវានៅពីក្រោយពាក្យថា of នេះជាភាសាវេយ្យាករណ៍យើងឲ្យឈ្មោះថា preposition អញ្ចឹងគ្រប់កិរិយាសព្ទដែលនៅពីក្រោយ preposition ត្រូវតែបន្ថែម ing ទៅលើវាអាហ្នឹងក៏ជាផ្នែកមួយនៃការរៀនភាសាអង់គ្លេសដែរបើសំទោសនៃការរៀនវេយ្យាករណ៍ដែរបើយើងអត់រៀនវេយ្យាករណ៍ប្រហែលជាអាចសរសេរថា it is the art of speak or write ប៉ុន្តែសម្រាប់អ្នកដែលរៀនវេយ្យាករណ៍គេដឹងថាគ្រប់កិរិយាសព្ទទាំងអស់ដែលនៅពីក្រោយ preposition ណាជាទូទៅ preposition គេនិយាយ preposition ណា preposition គឺគេតែងតែបន្ថែម verb ing អញ្ចឹងខ្ញុំសូមប្រែជាភាសាខ្មែរឬក៏ខេមរៈភាសាជូនដល់អ្នកគ្នាឲ្យបានងាយយល់ណា It is the art នេះមានន័យសិល្បៈវាគឺជាសិល្បៈនៃការនិយាយ speak ទៅជា speaking ការនិយាយឬក៏ការសរសេរអញ្ចឹងការរៀនវេយ្យាករណ៍នេះវាគឺជាសិល្បៈនៃការនិយាយហើយនិងការសរសេរសិល្បៈយ៉ាងម៉េច correctly នេះគឺជាពាក្យមួយដែលសំខាន់សម្រាប់បងប្អូនគ្នាឲ្យយល់ថាមូលហេតុដែលយើងត្រូវការរៀនភាសាអង់គ្លេសសំទោសរៀនវេយ្យាករណ៍ភាសាអង់គ្លេសគឺដើម្បីនិយាយហើយនឹងសរសេរភាសាអង់គ្លេសឲ្យបានត្រឹមត្រូវឲ្យបានត្រូវនិយាយទៅគេងាយស្ដាប់ងាយយល់អញ្ចឹងនឹងហើយគឺជាមូលហេតុនៃការចាំបាច់រៀនភាសាអង់គ្លេសរៀនវេយ្យាករណ៍ភាសាអង់គ្លេសហើយសម្រាប់អ្នកដែលគិតថាអូមិនបាច់ចាំបាច់រៀនភាសាអង់គ្លេសក៏អូខេដែរប៉ុន្តែសំខាន់ឲ្យតែយើងច្បាស់ថាតើយើងនិយាយឬក៏សរសេរនឹងបានត្រឹមត្រូវល្អឬក៏អត់អូខេឥឡូវយើងចូលដល់ចម្លើយទី2មូលហេតុអីបានជាយើងចាំបាច់រៀនវេយ្យាករណ៍ឬក៏វេយ្យាករណ៍ភាសាអង់គ្លេសអញ្ចឹង it is the science of putting the words in the right places អូខេ it is the science of putting the words in the right places អូខេអញ្ចឹងតើអ្នកគ្នាអាចយល់បានit វាគឺបានន័យថាមូលហេតុដែលយើងរៀនភាសាអង់គ្លេសហ្នឹងគឺដោយសារតែវាគឺជាវិទ្យាសាស្ត្រ science of putting the word
នៅក្នុងការដាក់ពាក្យណា putting the word in the right place អញ្ចឹងនៅពេលដែលយើងរៀនវេយ្យាករណ៍យើងដឹងថាតើពាក្យណាត្រូវដាក់កន្លែងណាអញ្ចឹងឧទាហរណ៍ថាយើងធ្លាប់រៀនភាសាខ្មែរឬក៏វេយ្យាករណ៍ភាសាខ្មែរអញ្ចឹងយើងនិយាយថា sword ពណ៌ក្រហមអញ្ចឹងពាក្យថា sword គឺជានាមពណ៌ក្រហមគឺជាគុណនាមមែនទេក៏ប៉ុន្តែសម្រាប់ភាសាអង់គ្លេសយើងអត់និយាយបានថា sword ពណ៌ក្រហមទេយើងអត់និយាយបានថា marker red ទេយើងនិយាយថា red marker អញ្ចឹងបានន័យថានៅពេលដែលយើងរៀនវេយ្យាករណ៍ភាសាអង់គ្លេសគឺយើងអាចយល់បន្ថែមទៀតថាតើពាក្យណាត្រូវដាក់កន្លែងណាអូខេអញ្ចឹងជារួមមកវិញអាចថាសារៈសំខាន់នៃការរៀនភាសាអង់គ្លេសមានច្រើនហើយសម្រាប់ខ្ញុំការរៀនភាសាអង់គ្លេសហើយនៅពេលដែលយើងបានរៀនវេយ្យាករណ៍គឺយើងយល់ច្បាស់ហើយដែលមែនតែនទៅខ្ញុំអាចនឹងនិយាយបានថាខ្ញុំយល់វេយ្យាករណ៍ភាសាខ្មែរមួយចំនួនក៏ដោយសារតែរៀនអង់គ្លេសដែរសំទោសដោយសារតែជំនាញដែលយើងរៀនជាអក្សរសាស្ត្រអង់គ្លេសអញ្ចឹងហើយយើងអាចនឹងយល់ភាសាអង់គ្លេសបានច្រើនហើយយើងអាចយកមកឆ្លុះបញ្ចាំងជាមួយនឹងភាសាខ្មែរយើងផងដែរអញ្ចឹងហើយបងប្អូនគ្នាអាចនឹងសង្ខេបមកវិញថាមូលហេតុដែលយើងរៀនវេយ្យាករណ៍ទី1គឺវាគឺជាសិល្បៈនៅក្នុងការនិយាយហើយនឹងសរសេរបានត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងបានរៀនវេយ្យាករណ៍យើងអាចនឹងនិយាយហើយនឹងសរសេរបានត្រឹមត្រូវវាគឺជាវិទ្យាសាស្ត្រនៅក្នុងការដាក់ពាក្យឲ្យបានត្រឹមត្រូវអញ្ចឹងហើយបងប្អូនគ្នាដែលចង់និយាយហើយសរសេរបានត្រឹមត្រូវចង់ដាក់ពាក្យឲ្យបានត្រឹមត្រូវនៅក្នុងភាសាអង់គ្លេសបងប្អូនគ្នាត្រូវតែរៀនវេយ្យាករណ៍បើអត់រៀនទេវាអាចនឹងចំណាយពេលយូរត្រូវបន្ស៊ាំជាមួយនឹងការប្រើប្រាស់ភាសាច្រើនការស្ដាប់ការអីហ្នឹងក៏វាអាចជួយយើងនៅពេលដែលយើងចំណាំអីជាដើមអញ្ចឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូផ្សេងទៀតអរគុណ